សូមច្បាប់វិនិយោគដាំកញ្ឆាគេថានឹងគេដាំឥឡូវដើម្បីបម្រើឲ្យវិស័យសុខាភិបាលសុខគេធ្វើប្រទេសជិតខាងយើងក៏ធ្វើគេធ្វើរឿងរបស់គេសម្រាប់ខ្ញុំប្រាប់ថាដរាបណាហ៊ុនម៉ាណែតនៅជានាយករដ្ឋមន្ត្រីច្បាប់នេះខ្ញុំអត់ឯកភាពទេបាទរឿងដាំយកទៅធ្វើរឿងទី1រឿងគ្រប់គ្រងសួរតែគ្រប់គ្រងបានអត់ដាំអានឹងដើម្បីបញ្ជូនទៅនៅកាណាដាគេយកទៅធ្វើថ្នាំធ្វើអីគ្រប់គ្រងបានអត់ខ្ញុំមើលព័ត៌មានមួយការយកព័ត៌មានមួយទៅអាមេរិកប្រទេសមហាអំណាចធំជាងយើងរដ្ឋខ្លះគាត់ឲ្យច្បាប់ដាំតែគ្រប់គ្រងអត់រួចដោយសារបញ្ហាពីរលើជ្រុងពីរជ្រុងទី1គ្រប់គ្រងការប្រើប្រាស់អត់បានទៅជាអ្នកដែលយកជក់មិនមែនទៅយកទៅឲ្យអាកន្លែង pharmacy ផលិតទៅយកជក់វិញហ្នឹងទី2ឲ្យអាជ្ញាប័ណ្ណដាំតែ 10000 ហិកតាទេប៉ុន្តែមិនចេះអស់ដោយសារគេទៅកាប់លួចកាប់កន្លែងនៅអាមេរិកនៅមានលួចដាំនៅក្នុងព្រៃផ្សេងយកមកចេញតាមច្រកច្បាប់កន្លែងខ្លះទី2រឿងកញ្ឆាទេវាពាក់ព័ន្ធនឹងគ្រឿងញៀនវាអត់ចំណេញអីត្រូវធ្វើវិនិយោគកសិកម្មរាប់រយរាប់ពាន់រាប់ម៉ឺនហិកតាដាំកញ្ឆាអញ្ចឹងសរុបសេចក្តីឲ្យខ្ញុំជូនសារទៅផងអ្នកដែលភាគច្រើនអ្នកចង់មកវិនិយោគពីក្រៅប្រទេសចង់សុំដាក់ទុនវិនិយោគដាំកញ្ឆានៅកម្ពុជាកុំចំណាយពេលវេលាជិះកប៉ាល់ហោះមកអត់ប្រយោជន៍ជូនព័ត៌មានមិនមកទេពួកខ្ញុំបញ្ជូនសារបញ្ចេញតាម Facebook ម្ដងហើយយើងស្ងាត់ម្ដងហើយឥឡូវមាន 2-3 នាក់មកសួរខ្ញុំទៀតហើយក្របខ័ណ្ឌច្បាប់របស់យើងក៏មិនអនុញ្ញាតទៅដែរក៏មិនមានការចាំបាច់ទៅក្នុងការសម្របសម្រួលកែច្បាប់ពីអីទេព្រោះកុំធ្វើតែម្ដងទេយើងគ្រប់គ្រងអត់បានទេប្រជាពលរដ្ឋយើងឥឡូវកំពុងតែចកនេះហើយទៅឲ្យធាតុផ្សំចកប្រភេទផ្សេងចូលមកទៀតវាពិបាកហើយចកបែបនេះគឺចកស្របច្បាប់តែម្ដងយ៉ាប់តែម្ដងអញ្ចឹងយើងទុកឱកាសដើម្បីរួមគ្នាមួយអាណត្តិពីរអាណត្តិនេះដើម្បីចាប់ផ្ដើមពីការបើកលំហនៅបឹងផ្ទៃបឹងរបស់យើងដែលលែងមានចកចាប់ផ្ដើមសម្អាតចកនៅតាមមូលដ្ឋាននៅតាមតំបន់នៅតាមផ្នែកមួយដែលយើងអាចធ្វើទៅបានឬវាចេញឲ្យដាក់អានាំងកុំឲ្យចកនឹងចូលមកទៀតកាត់បន្ថយផ្ទៃដែលចកនៅបន្តិចម្ដងហើយសង្ឃឹមតែមានការចូលរួមរបស់ប្រជាជនវិស័យឯកជនឬក្នុងការជួយកាត់បន្ថយបែបនេះបើសិនជាយើងកាត់បន្ថយបែបនេះយើងកាត់បន្ថយនៅការប្រើប្រាស់កាត់បន្ថយអ្នកប្រើប្រាស់ច្រើននៅតាមបណ្ដានីមួយៗតែអស់អ្នកប្រើប្រាស់អ្នកលក់ក៏ប្រហែលជាថយទៅដែរ